จำลองโดยเทอร์โบสไครป์โจทย์การอันลิมิเต็ดดับเบิลลูกสาวนี้ខ្ញុំយកចំណុចជាការបញ្ចប់សម្រាប់រួចចុះមកហូបឆ្ងាញ់ខ្លះវិញអូត្រូវឲ្យបងស្រីសុងមានថ្មីមួយនៅក្នុងការិយាល័យភារកិច្ចគឺសម្រាប់អ្នកចៃដនមែនហើយវាជិត10ឆ្នាំហើយចាប់តាំងពីយើងបានជួបគ្នាចុងក្រោយមែនទេអ្នកកំពុងកំងអាហារដែរមែនទេពេលនេះគឺសម្រាប់អ្នកអរគុណប៉ុន្តែខ្ញុំប្រញាប់ណាស់ឥឡូវនេះអ្នកបានត្រឡប់ទៅប្រទេសចិនវិញហើយដូច្នេះយើងតោះញ៉ាំអាហារពេលល្ងាចមួយផ្លែតខ្ញុំរវល់មូលហេតុចម្បងគឺខ្ញុំពិតជាមិនចង់ហេតុផលសម្រាប់ការជួបគាត់ម្ដងទៀតតាមពិតទៅគាត់ប្រហែលជាមិនចង់ជួបគាត់ដែរខ្ញុំប្រសិនបើគាត់ដឹងថាខ្ញុំជានិពន្ធនាយកគាត់នឹងមិនដែរខ្ញុំនឹងមិនយល់ព្រមទេខ្ញុំបានដុតផ្ទះរបស់គាត់លោកសុងតើលោកគិតយ៉ាងណាការដុតផ្ទះចោលគឺជារឿងដែលមិនអាចធ្វើបានសួស្ដីលោកសុងនិពន្ធនាយកខ្ញុំទទួលយកប្តីរបស់អ្នកដោយសារតែអ្នកនេះជាបទសម្ភាសន៍ជាមួយក្រុមហ៊ុនការបរិច្ឆេទព្រៀងចុងក្រោយរបស់យើងគឺប្រហាក់ប្រហែលវាគឺនៅដើមខែក្រោយដូច្នេះយើងនឹងតាក់ទងអ្នកនៅពាក់កណ្ដាលខែនេះជាពេលវេលាសម្ភាសន៍តើមានអ្វីផ្សេងទៀតដែលអ្នកចង់ដឹងទេបើមិនអញ្ចឹងទេខ្ញុំនឹងទៅឥឡូវនេះតើអ្នកចង់មានន័យថាពេលណាដែលអ្នកនិយាយថាអ្នកទំនេរខ្ញុំចង់ដឹងណាស់តើមានថ្ងៃស្អែកទេតើវាទេប្រសិនបើអ្នកកំពុងសំដៅទៅលើការសម្ភាសន៍នោះទេបើវាជារឿងផ្សេងវិញគឺអត់ទេយ៉ាងណាមិញយើងគ្រាន់តែជាមិត្តរួមការងារប៉ុណ្ណោះខ្ញុំគិតថាមិនចាំបាច់ជួបគ្នាជាឯកជនទេវាចប់ហើយខ្ញុំកំពុងចាក់ចេញឥឡូវនេះថ្ងៃនេះសងខៃនឹងជានិពន្ធនាយកសុងឈីអូនេះជាអ្វីដែលខ្ញុំបានឃើញពេលខ្ញុំទៅលេងអ្នកកាលពីប្រហែលថ្ងៃមុនឧបករណ៍នៅជាន់ក្រោមអគារក្រុមហ៊ុនអ្នកពិតជាដូចពីមុនមែនគាត់គ្រាន់តែគិតអំពីខ្លួនឯងប៉ុណ្ណោះអ្នកថែមទាំងបានសរសេរអត្ថបទជែកវែកញែកទៀតផងល្អណាស់ខ្លួនឯងសុងឈីទី1គឺអ្នកទី2គឺអ្នកនោះហើយជាខ្ញុំជានរណាប្រសិនបើខ្ញុំមានអាយុ18ឆ្នាំហើយបានឃើញសុងឈីទំនងជាបែបនេះឥឡូវនេះដោយមិននិយាយអ្វីសោះគាត់ក៏បែរខ្លួនហើយចេញទៅប៉ុន្តែឥឡូវនេះខ្ញុំមានអាយុ28ឆ្នាំហើយមិនបានឃើញអ្នកយូរមកហើយសុងឈីប្រយោគនេះហាក់ដូចជាវាដូចជាការចាប់ផ្ដើមនៃរឿងមួយមិនបានឃើញអ្នកយូរមកហើយប៉ុន្តែប្រហែលជាគិតអំពីវានៅពេលក្រោយវាដូចជាការលាគ្នាច្រើនជាង